សួស្តីអ្នកនរគ្នាក៏សូមស្វាគមន៍មកកាន់ការសម្ភាសន៍រឿងរបស់អេមីនម្ដងទៀតហើយដែលគណៈពេលនេះអេមីនគឺមិនសូវសប្បាយចិត្តប្រហែលនោះទេអញ្ចឹងដើម្បីលួងមកកាន់អេមីននោះអ្នកនរគ្នាគួរតែ Subscribe និង Comment ឲ្យអេមីនម្នាក់មួយផងអេមីនធ្វើរឿងនេះដូចឆ្ងាត់អស់ហើយគ្នាយើងអត់សូវ Comment អត់សូវអីសោះអេមីនបាក់ទឹកចិត្តខ្លាំងមែនទែនចឹងហើយសង្ឃឹមថាអ្នកនរគ្នាមិនប្រកាន់ខឹងអេមីននោះទេគ្រាន់តែ Comment មេដៃមួយនិង Subscribe មួយវាមិនអស់អីនោះទេបើជ្រុលតែចាំមើលរឿងអេមីនហើយគឺមាននិស័យហើយចឹងកុំភ្លេចធ្វើឲ្យអេមីនម្នាក់មួយផងណានឹងហើយកុំឲ្យថាអេមីននិយាយច្រើនទៅបាយយូរចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅចាប់ផ្ដើមឡើងនៃភាគនេះនឹងទួយប្រាប់យើងក៏បានចង់មកជួយទៅកាន់ប្រពន្ធរបស់គាត់ហើយបន្ទាប់ពីអាចារ្យមកវិញបានឃើញហើយក៏បានសួរថាអ្នកគឺជាមនុស្សក្នុងសុបិនរបស់ខ្ញុំដែលបានលើសំឡេងនៃការហៅនោះមែនទេប៉ុន្តែអបិស្ដេចនោះក៏បានស្រែកទៀតថាឯងមកពីណាញញ៉ៃម្លេះវៃឲ្យប្រពន្ធមកអញភ្លាមធ្វើដូចខ្លួនឯងនឹងបានរៀបការអញ្ចឹងប្រហែលជាអញຕົកថាសោកឯងទាំងមូលប៉ុន្តែទួយប្រាប់យើងក៏បានមកចិញ្ចឹមឲ្យពីខឿនហើយឯងហ៊ានធ្វើប្រហារមកកាន់ប្រពន្ធរបស់ខ្ញុំផងប្រកបណាស់ឯងប្រកបជាងងអាចារ្យមកវិញក៏បានគិតថាប្រពន្ធមែនទេអបិនោះក៏បានសោកហើយតើឯងមានបញ្ហាខួរក្បាលឬក៏ឈួតមែនទេនេះគឺជានារីបរិសុទ្ធមកពីភ្នំពលូហូលណាហើយឯងនិយាយថាជាប្រពន្ធរបស់ឯងមែនទេវាពិតជាគួរអស់សំណើចខ្លាំងណាស់ទួយប្រក៏បានគិតទៀតថាមកវិញម្នាក់នេះគឺមិនដូចជាប្រពន្ធរបស់ខ្ញុំនោះទេព្រោះថាគ្មានចំហាយបិសាចអីបន្តិចទៅតែសោះប្រកបណាវាគឺជាចំហាយនៃមនុស្សនឹងឯងប្រហែលជារូបភាពដែលខ្ញុំមិនឃើញក្នុងចង្កៀងរបស់ម្ដាយរបស់ខ្ញុំនោះប្រហែលវាជារឿងរវើរវាយទេមើលទៅហើយស្ដេចនោះក៏បានកោះហៅទៅកាន់អ្នកឆ្មាំទាំង4របស់គាត់នឹងឲ្យវាប្រហារទៅកាន់ទួយប្រុសរបស់យើងតែម្ដងហេឯងចាប់សំឡប់ទៅកាន់អាកក្លិនម្នាក់នេះទៅអ្នកទាំងអស់នោះមិនចាំយល់ទេក៏បានរួមរៃគ្នាវាប្រហារទៅកាន់ទួយប្រុសរបស់យើងភ្លាមតែម្ដងស្របពេលដែលថាពលទើសទាំង4វាប្រហារមកហើយទួយប្រុសរបស់យើងក៏បានប្រាប់ថាមិនបាច់ភ័យនោះទេក៏បានបើកទៅកាន់បារីរបស់គាត់ការពារតែម្ដងហើយគាត់ក៏បាននិយាយទៅវិញថាតើឆ្មាំរាជវាំងទាំង4ធ្ងន់ប៉ុណ្្នឹងទេមែនទេគួរខ្មាស់គេណាស់វៃហើយគាត់ក៏បានបើកការវាប្រហារទៅកាន់អបិទាំង4ហ្នឹងវិញធ្វើឲ្យវាស្រែកពោពេញទៅដោយសេចក្តីឈឺចាប់បន្ទាប់ពីស្ដេចនោះបានឃើញក៏បានសួរថាអធិពលដាំដុះបែបនេះតើឯងជានរណាគេទៅទោះឲ្យប្រុសបន្ទាប់ពីលើសម្ដីដល់ក៏ក្លិនហើយក៏បានតទៅវិញថាឯងគឺមិនស័ក្តិសមដឹងអំពីរឿងមួយនេះនោះទេបន្ទាប់ពីគាត់បើការវិប្រាទៅអបិនឹងហើយគណៈពេលនោះក៏មានថាពលមួយការពារទៅកាន់វាតែម្ដងនឹងថាពលនោះក៏នៅតែធ្វើការបំលាទីនិងរំពោះទៅកាន់ទួយប្រុសរបស់យើងបង្កើតទៅកាន់របាំងមួយបិទបាំងគាត់មិនឲ្យចេញខាងក្រៅនោះទេអាចារ្យមួយវិញមនុស្សម្នាក់នេះក៏បានដឹងដែរថាគឺថានេះគឺជាអរិយវត្តមន្តនៃការខំប្រលឹងរបស់ក្រុមរាជវាំងឬក៏រាជវង្សអីចឹងទៅវាគឺមានភាពរឹងមាំខ្លាំងណាស់គណៈពេលនោះអបិនេះក៏បានដល់ចេញមកព្រមទាំងសើចយ៉ាងឌឺទៀតហើយថានេះគឺពិតជានារីបរិសុទ្ធនៃភ្នំពលូហូលមែនថែមទាំងអាចបញ្ចេញទៅកាន់សន្លឹកបៀនៃរាជវង្សបានទៀតផងវាថាវាជាសន្លឹកបៀដ៏អស្ចារ្យនឹងឯងអបិស្ដេចនោះបន្ទាប់ពីឃើញគេជាប់ឃុំទាំងពីរនាក់នឹងហើយក៏បានស្រែកទៀតថាអាចចង្រៃយល់មិនក៏ឯងខំភរិយាដល់ទីស្រឡាញ់របស់ខ្ញុំនៅជាមួយអបិម្នាក់នោះយ៉ាងអញ្ចឹងអបិនោះក៏បានក្រហមមន្តិប្រតាំងពោតែមួយឆាច់នឹងអាចារ្យរបស់យើងក៏ធ្លាក់មកក្នុងដៃអស្ដេចម្នាក់នោះទៀតហើយទោះឲ្យប្រុសបន្ទាប់ពីឃើញទង្វើដ៏កក្លិនបែបនេះហើយក៏បានព្យាយាមសម្រុកចេញទៅក្រៅប៉ុន្តែអបិនោះក៏បាននិយាយទៅវិញថាកុំមកខំអីអ្នកគឺខ្ជិះជីកម្លាំងរបស់អ្នកពេកហើយទោះឲ្យប្រុសក៏បានអួយថាតើកម្លាំងរបស់ខ្ញុំត្រូវបានបង្ក្រាបហើយមែនទេសូម្បីតែមិនអាចបំបីទៅកាន់របាំងមួយនេះអបិនោះក៏បាននិយាយទាំងអំនួតទៀតដែរថាឯងគឺមិនអាចបំបីមកកាន់បារីមួយនេះបាននោះទេព្រះរាជានោះក៏បានមានបរិយាបន្ទោទៀតដែរថាអាចោចង្រៃយោឯងចង់ប្លន់ព្រះរាជាដ៏ស្អាតរបស់ខ្ញុំចេញពីខ្ញុំផងឯងគណៈពេលនេះមានតែមករងងាប់ហើយអាចារ្យមកវិញក៏បានជឿថាអាចកែអធិរាជឯងឆាប់ដល់លៀងខ្ញុំភ្លាមទៅអបិនោះក៏បានតបនឹងឆ្លើយទៀតថាសម្រាប់រសារបែបនេះមិនអីទេជេបងឲ្យច្រើនមកជេបានខ្ញុំរកអាណាកាយអញ្ចឹងណាគណៈពេលនេះដែលអាចារ្យមកវិញក៏បានកត់សង្កត់ដឹងហើយថាគណៈពេលនេះគឺជាវ៉ាក់ដែលនៅជាប់ដៃរបស់គាត់នឹងវាប្រហែលជាត្រូវបានរបូតហើយប្រហែលជាដោយសារទទួលប្រុសរបស់យើងជួយនឹងឯងហើយនាងក៏បានឆ្ងល់ផងដែរថាគាត់ជានរណាគេទៅហើយដើម្បីក៏អាចដោះសោមកកាន់ច្បាប់ព្រលឹងបានទោះបីជាជាប់ឃុំក៏ដោយគាត់នៅតែមានកម្លាំងដើម្បីជួយសង្គ្រោះមកកាន់ខ្ញុំអបិអធិរាជធ្វើដំណើរទៅព្រមទាំងប្រាប់កូនចៅរបស់គេថាឥឡូវនេះសម្អាតសម្រាមមួយដុំនេះចេញទៅហើយអបិកូនចៅរបស់គេក៏បានជួយព្រមផងដែរព្រមទាំងនិយាយទាំងអំនួតទៀតដែរថាអរិយវត្តមន្តនេះគឺវាមានរយៈពេលឬអាយុកាលរយៈពេលរាប់ពាន់ឆ្នាំណាស់មកហើយឯងបានស្លាប់ក្រោមត្រាដៃរបស់វានឹងពិតជាមិនគួរឲ្យអាម៉ានោះទេបន្ទាប់ពីបានចាក់សោនៅព្រលឹងរបស់ទួយប្រុសរបស់យើងហើយគេក៏បានសើចយ៉ាងលោទៀតថាខ្ញុំនឹងបំផ្លាញព្រលឹងឯងនៅគណៈពេលនេះបន្ទាប់ពីប្រាថ្នាពលទៅកាន់ទួយប្រុសរបស់យើងហើយគេគឺរំពឹងថាទួយប្រុសរបស់យើងនឹងងប់នឹងឯងព្រមទាំងដើរចាក់ចេញទៅទាំងអំនួតតែម្ដងប៉ុន្តែគណៈពេលនោះក៏មាន
បញ្ហាហើយធម្មពលដ៏ក្រហមឆ្អិនឆ្អៅក៏បានមកបែកទៅកាន់ជីវៈមួយនោះបន្ទាប់មកទួតប្រមោយើងក៏បានស្រែកពីចម្ងាយហើយថាអីយ៉ាតើឯងនិយាយអ្វីមិញហ្នឹងគណៈពេលដែលបែកនោះក៏សម្គាល់ហើយប៉ុន្តែក្បួនរបស់គេនឹងគឺអលាយបាត់ទៅហើយធ្វើឲ្យវាមានការក្អួតឈាមច្រោចហ្នឹងឯងវាក៏បានឆ្ងល់ថាមិញមិនមែនការរំដោះរបស់ឯងត្រូវបានរឹតបន្តឹងនឹងប្រើមិនកើតទេតើមិនបានវាទៅជាបែបនេះទៅទោះឲ្យប្រោចាំបាច់កោទៅកាន់គេព្រមទាំងតបវិញថាឯងគឺអាចបំក្រាបបានតែក្នុងក្បាច់គុណនៃមនុស្សលោកធម្មតាប៉ុណ្ណោះឬក៏រាងកាយមនុស្សរបស់ខ្ញុំនឹងឯងអបិនោះក៏បានសួរថាតើអ្នកមានក្បាច់គុណផ្សេងមែនទេតើអ្នកមានបច្ចេកទេសផ្សេងមែនទេតើវាមិនយ៉ាងអាចទៅរួចទៅមនុស្សម្នាក់ហើយអ្វីបានជាអាចវឹកហាត់ផ្លូវដល់ទៅពីរប្រភេទឯណោះហើយអ្វីបានជាវាទៅជាបែបនេះបន្ទាប់ពីច្បាច់កទៅកាន់វាបានថែមហើយព្រមទាំងបានតបទៅវិញថាឯងនិយាយខុសហើយខ្ញុំមិនមែនមានបច្ចេកទេសក្បាច់គុណពីរនោះទេគឺមានច្រើនជាងនេះកាន់មកដល់កន្លែងមួយនេះវិញក៏បានលើសម្លេងសើចថាប្រពន្ធចង់វាក៏បាននិយាយទៅថាមិនអីនោះទេខ្ញុំនឹងមើលថាអ្នកអីបានរអបន្ទាប់ពីចាប់ចង្វាក់របស់គេមកហើយព្រមនិយាយទៅថាអ្នកមានការវឹកហាត់តែពាក់កណ្ដាលប៉ុណ្ណោះឥឡូវនេះតើអ្នកចង់បំបីទៅកាន់ចង្វាក់មួយនេះផងអចេក៏បានស្រ័យទៅវិញថាអ្នកហ៊ានប្រមាថមកកាន់កំពូលភ្នំខៀវរបស់ខ្ញុំផងបន្ទាប់ពីនាងមិនចេញហៅពលហើយអបិនោះបញ្ចេញហៅពលតបវិញព្រមនិយាយទៅថាប្រពន្ធសម្លាញ់ខ្ញុំនឹងសប្បាយជាមួយអ្នករយៈពេល3យប់3ថ្ងៃតែម្ដងអចេក៏បានក៏ថាគណៈពេលដែលខ្ញុំគឺបានជាប់ចង្វាក់បាត់ទៅហើយយ៉ាងណាមិញការរបស់ខ្ញុំក៏ធ្លាក់ចុះផងដែរមានតែតស៊ូរហូតដល់ស្លាប់នឹងឯងគណៈពេលដែលបញ្ចេញហៅពលក៏បានរកថាបើខ្ញុំមិនតតដែរទេប្រកាសណាប្រកាសជាងាប់ដោយឥតន័យជាមិនខានបន្ទាប់ពីប្រមូលនៃថាពលរបស់នាងវាប្រហាទៅកាន់អបិនោះហើយធ្វើឲ្យទីកន្លែងនោះមានការបំផ្ទុះយ៉ាងខ្លាំងក្លានឹងឯងបន្ទាប់ពីវិវាហើយនាងក៏បានសំទោសទៅកាន់ភ្នំពណ៌ខៀវរបស់នាងផងដែរទោះបីជាការវិវារំបាភ្លើងរួមជាមួយនឹងក្របបែករន្ទះក៏ដោយក៏វានៅតែស្ទើរនឹងឯងមិនអាចសំណត់ទៅកាន់អបិនោះបានទេមើលទៅគណៈពេលដែលកំពុងតែគិតនេះក៏បានលើសំឡេងហើយនឹងក៏បានសួរតើអ្នកមិនរត់ងប់ទេអបិនោះក៏បានស្រែកទៅវិញថាអ្នកក៏តែខ្ញុំមានតែប៉ុណ្្នឹងទេមែនទេខ្ញុំមិនងប់ដូចនេះបែបនេះនោះទេគឺខ្ញុំនៅតែមាននាគមាសមួយទៀតបញ្ចេញដោយចំហើយនាគប្រនស្រែកទៅថាអ្នកហ៊ានពួកបោកមកកាន់ខ្ញុំផងនឹងប្រើចំហើយនេះរបស់គេនឹងព្រោះភ្លើងទៅកាន់អាចារ្យរបស់យើងតែម្ដងខ្ញុំនឹងធ្វើឲ្យអ្នកមិនអាចរស់នឹងមិនអាចស្លាប់ពេលដែលដុតហើយវាក៏នៅតែសួរខ្ញុំក៏ចាត់នឹងដែរតើអ្វីដែលអ្នកអាចធ្វើបានជាបន្តទៀតទៅហើយមើលទៅកាន់មុខរបស់អូនឯងនឹងពិតជាស័ក្តិសមនឹងបងវាយខ្លាំងមែនទេបន្ទាប់ពីគេចាប់ទៅកាន់អាចារ្យរបស់យើងហើយអាចារ្យរបស់យើងក៏បានឲ្យគេលេងផងដែរព្រមទាំងចង់តដៃបន្តែត្រូវបាត់គេចាប់ជួបហើយបែរនឹងមិនមែនច្បាច់ធម្មតានោះទេគឺថាបំបាក់ឆ្អឹងរបស់នាងចោលតែម្ដងវាក៏នៅតែនិយាយខ្ញុំជាអត់រិទ្ធមួយទាំងមូលតើត្រូវអាម៉ាបែបនេះដល់របៀបណាទៅครับអ្នកនរគ្នាadmin ក៏មានរឿងយ៉ាងពឹងអ្នកនរគ្នាមួយផងដែរគឺថាឥឡូវនេះ admin គឺចង់ឲ្យអ្នកនរគ្នាហ្នឹងទៅមើលរឿងមិត្តភក្តិរបស់ admin មួយផងដែលមានឈ្មោះថាសិដ្ឋាហ្នឹងឯងដែលគាត់គឺជាមិត្តភក្តិរបស់ admin អញ្ចឹងទៅហើយជួនតែដែលអ្នកក្លាហានដែលជើងចាស់ដែលធ្លាប់មើលរឿង admin នឹងប្រកាសជាដឹងហើយ admin ចេញរឿងតែពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រនោះទេចំណែកថ្ងៃសៅរ៍និងថ្ងៃអាទិត្យវិញ admin គឺមិនបានចេញនោះទេអញ្ចឹង admin សង្ឃឹមថាអ្នកនរគ្នាមិនប្រកាសនោះទេអញ្ចឹងកុំឲ្យខាត់បីយូរទៅកាន់សាច់រឿងរបស់យើងទៅនោះទៅបន្ទាប់ពីត្រូវការវិវហារបស់បែបនោះហើយនាងក៏នៅតែជេរខ្ញុំមិននឹកស្មានថាបញ្ចុកអត់ទេនឹងគាត់អោបទៀតបែបនេះនោះទេអបែនោះច្បាច់កបនោះនិយាយទៅថាអ្នកគិតថាអ្នកធ្វើខ្ញុំខឹងនឹងដើម្បីសម្លាប់អ្នកដើម្បីឲ្យអ្នកងាប់ទៅយ៉ាងស្រួលមែនទេបំភ្លេចទៅកាន់វាទៅមុននឹងនាងស្លាប់ខ្ញុំគឺត្រូវលេងនាងបន្តិចសិនហើយគេក៏បានសោកតែម្ដងនាងក៏បានអូតែជីវិតរបស់ខ្ញុំត្រូវបញ្ចប់នៅទីនេះដោយសារតែអាសត្វឆ្កែអន្តរិកនេះមែនទេបន្ទាប់មកនាងក៏ចង់ប្រើអំណាចរបស់នាងមកផ្លាស់ទៅកាន់ខ្លួនឯងតែម្ដងអបែអន្តរិកនោះក៏បានដឹងដែរប៉ុន្តែគណៈពេលនោះអន្តរិកវិស័យរបស់យើងក៏បានមកជួយទាន់ផងដែរព្រមទាំងបានរੂថាអីរនេះខ្ញុំក៏បានមកយឺតហើយបន្ទាប់ពីប្រាថ្នាពលបណ្ឌិតហើយក៏បានដឹងថាឥឡូវនេះកម្លាំងជីរបស់នាងក៏ចិត្តអស់ផងដែរព្រមទាំងបាក់ឆ្អឹងទៀតផងទោះបីតែបេះដូងក៏មានការខូចខាតហើយហ៊ានធ្វើបោះមកកាន់ប្រពន្ធរបស់យើងដល់ថ្នាក់នេះផងប្រកបណាមើលទៅយើងនឹងអត់អីសោកវាដោយរបៀបណាគាត់ក៏បានប្រាប់ទៅកាន់នាងទៅថាមិននោះទេគណៈពេលនេះដែរអ្នកគឺមានរបួសធ្ងន់ណាស់គ្រាន់តែសម្រាប់ឲ្យរបួសទៅបើសិនបើជាមានរឿងអ្វីត្រូវនិយាយនោះប្រកបណាចាំដោះស្រាយទៅកាន់រឿងនេះហើយសិនទៅចាំនិយាយគ្នាបន្តទៅទៀតអបែនោះក៏បានឆ្លើយថាយើងនឹងប្រាថ្នាពលរបស់យើងសម្រាប់ទៅកាន់ឯងគណៈពេលដែលគេកំពុងតែប្រមូលថាពលយ៉ាងខាងក្លាវាប្រហាទៅនឹងព្រមទាំងស្រ័យជ្រាបថាទៅរੂទៅប៉ុន្តែទៅទួយប្រាប់របស់យើងទប់ត្រឹមតែដៃម្ខាងប៉ុណ្ណោះព្រមទាំងបានទូទៅកាន់វាវិញតើឯងចង់ងប់ដោយរបៀបណាទៅអូឯងហ៊ានបដោជំរឿឲ្យមកកាន់ខ្ញុំផងខ្ញុំប្រកាសណាសម្រាប់ទៅកាន់ឯងហើយនឹងនាំស្កែញីម្នាក់នោះលេងឲ្យសប្បាយតែម្ដងវាក៏បាននិយាយទៅថាឲ្យស្ដាប់យើងឲ្យច្បាស់យើងមិនឈ្មោះថាអីយ៉ាងហួយនឹងក៏បានប្រាប់ថាពលឌីក្រីរបស់គេទៅម្ដងទៀតហើយទោះឲ្យប្រុសក៏បានសួរទៅវិញតើឯងចង់ដុតទៅកាន់វិមានមួយនេះមែនទេ
មិននោះទេចាំយើងជួយបន្លត់ភ្លើងរបស់ឯងទៅបន្ទាប់មកគាត់ក៏បានប្រើថាពលខ្សែរបស់គាត់នឹងទៅចាប់ចងទៅកាន់អានេះក្រិចមានមួយនោះបាត់ទៅហើយព្រមទាំងនិយាយទាំងកំណាចចាំមើលតើឯងគ្មាននេះឯងធ្វើអ្វីបន្តទៀតទៅបន្ទាប់ពីប្រើថាពលភ្លើងយ៉ាងក្រហមចិនចៅទៅចាត់ការទៅកាន់អានេះនោះហើយមិនបានប្រមាណផងវាក៏បែកនឹងពេលស្រាំឥឡូវនេះផែបាត់ទៅហើយអបិនោះក៏បានឃើញក៏បានស្រែកទៀតថានេះរបស់ខ្ញុំគណៈពេលនោះទូប្រពៃយើងក៏បំលាស់ទីទៅមកគេតែម្ដងអបិនោះក៏សួរថាខ្ញុំបានអ្វីទៅទើបប្រពៃយើងមិនទៅចាប់ដៃទៅកាន់គេហើយឯងមកធ្វើឲ្យប្រពន្ធរបស់ខ្ញុំមានការឈឺចាប់ខ្ញុំនឹងសងត្រឡប់ទៅឯងវិញ10ដង20ដងតែម្ដងអបិនោះក៏បានស្រែកទៀតថាឯងហ៊ានធ្វើខ្ញុំមានការឈឺចាប់បែបនេះផងហើយគឺក៏បានប្រកាសពលរបស់គេយ៉ាងខ្លាំងក៏ហៅទៅកាន់អ្វីមួយដែលថាពលនៃអរិយវិតមុនមួយនឹងគេប្រើមកដើម្បីក៏ហៅទៅកាន់អន្តរិកថរ៉ែនឬក៏ក្រុមសារីវងរបស់គេចឹងទៅបន្ទាប់ពីក៏ហៅកំណត់នៅខាងកន្លងហើយវាក៏បាននិយាយថាអ្នកហ៊ាននៅខ្ញុំបញ្ចេញកម្លាំងពិតរបស់ខ្ញុំផងខ្ញុំពិតជាចាប់អារម្មណ៍តនៅក្រោយខ្នងរបស់ឯងជាអ្វីទៅអាចែក៏បានរកផងដែរក្នុងរាជវាំងនេះគឺវាបានរត់ទៅហើយឥឡូវបូករួមទាំងអរិយវិតមុនក៏ហៅទៅកាន់ក្រុមអន្តរិកថរ៉ែនទៀតផងខ្ញុំខ្លាចថាយើងគឺពិបាកក្នុងការចែកចេញហើយមើលទៅយើងគឺគ្មានអំណាចដើម្បីប្រឆាំងជាមួយនឹងគេនោះទេអបិនោះក៏បានសោយហើយតើអ្នកក៏ថាឲ្យចោលចេញពីទីនេះបានហើយមែនទេហើយហ៊ានធ្វើឲ្យខ្ញុំមានផលបកដល់ថ្នាក់នេះផងខ្ញុំនឹងធ្វើឲ្យពិបាកជានិរោបឬរពពន្ធរងគណៈពេលនោះទួយប្រមយើងក៏ត្រៀមបាក់បារីកាពីឲ្យផងដែរអបិនោះមិនចាំយូរណាវាក៏បានក៏ហៅទៅកាន់ព្រលឹងមានបុព្វបុរសប្រយុទ្ធរបស់ពួកវាចេញមកតែម្ដងព្រមនឹងបានប្រាប់ទៀតថាសម្រាប់វាទៅប៉ុន្តែមានអីត្រូវមើលការវិភាគរបស់ទួយប្រមយើងនឹងគឺថាផែមួយទៀតបាត់ទៅហើយទួយប្របន្ទាប់ពីការវិភាគគាត់ក៏បាននិយាយទាំងអស់សង្ឃឹមទៀតថាគណៈពេលដែលកម្លាំងនៃខ្លួនរបស់ខ្ញុំគឺត្រូវបានហាមឃាត់ហើយមិនយូរនោះទេកម្លាំងរបស់ខ្ញុំក៏ធ្លាក់ចុះអបិអត្តរិនោះក៏បានស្រែកទៀតថាអ្នកកុំសង្ឃឹមថាវាគឺល្អអីសោះគណៈពេលនេះដែលអាវុធវិទ្យាមន្តរបស់ខ្ញុំវាគ្មានដែនកំណត់នោះទេខ្ញុំក៏ចង់ដឹងថាឯងទ្រពមកប្រមាណដែរហើយទោះប្រពៃយើងក៏នៅតែបើកការប្រយុទ្ធធម្មតាហ្នឹងឯងបន្ទាប់ពីវាប្រហែលឲ្យគាត់ទៅនោះទៅនិយាយឌឺឯងសង្ឃឹមថាពឹងទៅលើពួកវិញ្ញាណប្រយុទ្ធទាំងអស់នេះឯងសម្លឹងមកកាន់ខ្ញុំបានមែនទេឯងគឺពិតជាមានគូក្បាលប្រកងកាន់មែនទេអបិនោះក៏បានទៅវិញដោយសារតែឯងចង់ងប់លឿនបែបនេះហើយមិនទេខ្ញុំនឹងសម្រេចបំណងទៅកាន់ឯងទៅចុះហើយវាក៏បានប្រាថ្នាពលខ្លាំងក៏ហៅទៅកាន់វីរបុរសនៃអន្តរិកនោះចេញមកទាំងអស់តែម្ដងគណៈពេលនោះព្រលឹងនៃអន្តរិកទាំងអស់ក៏បានប្រើថាពលរបស់ពួកគេដើម្បីវាប្រោទៅកាន់ទូតរបស់យើងនិងទាញព្រលឹងរបស់ទូតរបស់យើងចាក់ចេញពីរាងកាយតែម្ដងអាចមកវិញក៏បានព្រួយបារម្ភពីទូតរបស់យើងផងដែរអបិនោះនិយាយលុយទៀតថាតើពិតវាគឺជាឯងនោះទេឯងគឺជាអាបិសាចអរិយមួយនោះមែនទេខ្ញុំមិនឆ្ងល់នោះទេហើយអ្វីបានជាអ្នកអាចចាត់ការមកកាន់កូនចៅរបស់ខ្ញុំបានយ៉ាងនេះបែបនេះទោះបីជាអ្នកអាចមិនស្លាប់ក៏ដោយប៉ុន្តែការរំដោះរបស់អ្នកក៏បានថយចុះផងដែរវាគឺគ្មានប្រយោជន៍នោះទេទោះឲ្យប្រកនោះតែបានគិតគេស្គាល់មកកាន់ខ្ញុំមែនទេប្រកាសណាស់គេប្រកាសជាបានដឹងនៅរឿងអត់ក្បាំងអ្វីមួយទោះឲ្យប្រក៏បានសួរទៀតថាខ្ញុំដូចជាមិនដែលជួបទៅកាន់ឯងនោះទេហើយអ្វីបានជាឯងស្គាល់មកកាន់ខ្ញុំបែបនេះអបិនោះក៏បានតវិញថាបើមិនជាគ្រួសារយីនោះទេខ្ញុំគឺមិនខ្វល់អំពីអត្តរិកបិសាចក្តិតឯងនោះទេអូមិននោះទេដោយសារតែគ្រួសារទាំង5បានពឹងមកកាន់ខ្ញុំហើយខ្ញុំនឹងដោះស្រាយទៅកាន់វាឥឡូវនេះទៅចុះទោះឲ្យប្របន្ទាប់ពីទទួលបានចម្លើយក៏បាននិយាយថាឥឡូវនេះខ្ញុំគឺបានដឹងហើយអបិអត្តរិកនោះក៏បាននិយាយទាំងដូចទៀតថាឯងចង់ដឹងរឿងនេះធ្វើអីទៅបន្តិចទៀតឯងប្រកាសជាផេះជាមិនខានប៉ុន្តែគណៈពេលនោះទូរបស់យើងក៏បានប្រើវិជាស្វែងរកព្រលឹងទៅក្នុងក្បាលរបស់គេតែម្ដងអបិនោះក៏បានឆ្ងល់ថាតើហេតុអ្វីបានជាគេមានវិជាវឹកហាត់ដ៏ខ្លាំងក្លាបែបនេះហេតុអ្វីទៅបន្ទាប់មកគាត់ក៏បានឃើញទៅកាន់ការចាំរបស់គេខ្លះផងដែរដែលឃើញជួបទៅកាន់បរិមម្នាក់នឹងឯងហើយគេក៏បានជ័យសាច់រឿងសាច់ការគេក្នុងនឹងឯងបន្ទាប់ពីដឹងសាច់ការហើយទូរបស់យើងមិនចាំយូរនោះទេក៏បានដកព្រលឹងរបស់គេចេញពីខ្លួនរបស់គេតែម្ដងហើយគាត់ក៏ទៅគ្រប់គ្រងរាងកាយរបស់គេជំនួសវិញដែលធ្វើឲ្យអបិនោះមិនអាចចូលក្នុងរាងកាយរបស់គេបានវិញនឹងឯងការដាំដុះរបស់អបិរាងកាយខ្មោចនោះក៏វាទាបពេកមិននោះទេខ្ញុំគឺខ្ចីរាងកាយរបស់ឯងសិនទៅចុះហើយគាត់ក៏បានទៅច្បាច់ក្បាលអបិនោះបំបែកចោលទៅជាផេះបាត់ទៅគាត់ក៏បានសរសើរដែរថាបន្ទាប់ពីទទួលបានរាងកាយរបស់អតរិកហើយមិននោះទេវាក៏បានកាន់កម្លាំងរបស់ខ្ញុំចំនួន30%ផងដែរហើយអត់មានក៏សូមបញ្ចប់ពីនឹងត្រឹមប៉ុណ្ណឹងសូមអ្នកគ្នាអភ័យទោសអត់មានផងបើសិនបើជាមានកន្លែងណាដែលលើលួសអីហ្នឹងដូច្នេះគណៈពេលនេះមិនសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ